នៅថ្ងៃចុងសប្តាហ៍បងប្អូនអត់ទាន់មានគោលបំណងនាំគ្រួសារទៅលេងកម្សាន្តនៅទីណាឆ្ងាយទេបងប្អូនសូមណែនាំកន្លែងលេងកម្សាន្តនៅជីក្រុងរាជធានីភ្នំពេញរបស់យើងនេះទេអញ្ចឹងបើសិនជាបងជិះតាមផ្លូវទំនប់កប់ស្រូវបងប្អូនជិះចូលតាមច្រកវត្តភ្នៀតខ្ទង់10ទៅ15នាទីគឺមកដល់ទីតាំងកន្លែងលេងកម្សាន្តមួយនេះហើយបើសិនជាបងជិះតាមផ្លូវជាតិលេខ4បងប្អូនមកពីកាបូលហួសផ្សារបែកចានបណ្ដោះផ្សារអង្គស្នួលបងប្អូនបត់ខាងស្ដាំដៃត្រឹមតែ5នាទីគឺមកដល់ទីតាំងឧទ្យានធម្មជាតិគឺស្ថិតនៅក្នុងបូរី HM Lucky Home តតែម្ដងអញ្ចឹងនៅថ្ងៃចុងសប្តាហ៍គឺមានបងប្អូនយើងគាត់អញ្ជើញមកលេងកម្សាន្តគឺរាប់រយឡានតែម្ដងបងប្អូនអ្នកគ្នាណាអញ្ចឹងនៅក្នុងឧទ្យានធម្មជាតិរបស់បូរី HM Lucky Home គឺយើងមាន playground ទឹកអាងហែលទឹកហើយយើងមានសួនសត្វមានអាហារដ្ឋានហើយនឹងមានកន្លែងថតរូបទុកជាអនុស្សាវរីយ៍ស្អាតនៅក្នុងឧទ្យានធម្មជាតិរបស់បូរី HM Lucky Home តែម្ដងហើយមានបងគាត់ខមមិនសួរថាពេលដែលចូលមកលេងនឹងលក់សម្បត្តិម្នាក់ប្រមាណបើសិនជាបងគ្រាន់តែដើរចូលទៅលេងយើងអត់មានលក់សម្បត្តិអីទេបងប្អូនអរគ្នាណាបាទបើសិនជាបងចូលលេងនៅអាងហែលទឹកឬកូនរបស់បងចូលលេងនៅ playground ទឹកនឹងបានយើងគិតលុយបើបងដើរលេងខាងលើថតរូបខាងលើបាទយើងអត់មានគិតលុយគិតកាក់អីពីបងទាំងអស់គ្នាទេអញ្ចឹងនៅក្នុងឧទ្យានធម្មជាតិរបស់យើងនេះយើងមានទាំងសួនសត្វចម្រុះបាទជាច្រើនគឺនៅក្នុងឧទ្យានធម្មជាតិរបស់បូរី HM Lucky Home ផងដែរបងប្អូនណាហើយយើងមានទាំងភ្នំទឹកធ្លាក់បាទទុកឲ្យបងទាំងអស់គ្នាមកថតរូបបាទទុកជាអនុស្សាវរីយ៍បាទមានសួនសត្វកង្កោកបាទចម្រុះជាច្រើនគឺនៅក្នុងឧទ្យានរបស់បូរី HM Lucky Home តែម្ដងអញ្ចឹងសម្រាប់ទីតាំងបងប្អូនអាច add Telegram មកខ្ញុំ096 24 35 008បាទខ្ញុំនឹងតម្លាក់ map តម្លាក់ទីតាំងជូនទៅដល់បងទាំងគ្នាអញ្ចឹងពីខ្ញុំបាទរាវីសូមអរគុណនិងសូមជម្រាបលាបាទជួបគ្នានៅវីដេអូអាប់ដេតថ្មីបន្តទៀតបងប្អូន